ជាការល្អប្រពៃថ្លៃថ្លាណាស់ហើយមិនមែនថាបង្អន់ចិត្តអ្នកកសាងចិត្តដីនៅវត្តទេជ្រះថ្លាដូចគ្នាក៏ប៉ុន្តែមានវិធីលក្ខណៈខុសគ្នាបន្តិចត្រង់ថាចិត្តដីកសាងនៅនឹងវត្តបើយើងវេដាក់ជាសម្បត្តិសង់ប្រគេនទៅលោកអានឹងអត់អីវិញប៉ុន្តែបើកសាងហើយនៅប្រកាន់ហួងហែងចិត្តដីខ្លួនឯងលើដីវត្តជាពាក់ដីសង់ប៉ុន្តែមនុស្សមិនដឹងម្លោះហើយឆ្លោះជាមួយលោកទៅទៀតស្ដីឲ្យលោកអាវ័អត្តដិតឡើងពេញចិត្តដីសិតតែសម្រាមហើយចាក់សោជាប់ទាំងលបងក្រៅទាំងខាងក្នុងលោកចូលមិនចប់ទេហើយទៅឆ្លោះជាមួយលោកថាលោកនៅវត្តគ្រាន់តែជួយបោសជួយមើលចិត្តដីឲ្យផងមិនបោសមិនសម្អាតទៅបាំងស្គលគ្រាន់តែចាក់សោចូលទៅបោចសបុកបោចស្មៅបោចតដិតចេញមកចាក់ទៅសោទៅគិញគក់លូតឲ្យបន្តចេញមកហើយអាត្មាចេះតែនិយាយលេងថារួចបើចាក់សោ2ជាន់អញ្ចឹងខ្មោចចេញតាមណាហើយយកខ្មោចមកដាក់ចាក់សោចោលមួយឆ្នាំបានមកអើតម្ដងចេញសិតតែគិញគក់មានចិត្តដីខ្លះកូនខានមកប្រហែលជាមួយឆ្នាំទៅដល់បាត់កោតអស់លីងព្រោះកោតសិតតែស្ពាន់អានឹងតំណងត្រូវបាត់ឯកចាយអស់កោតទៅទៀតមានចិត្តដីមួយនោះបាត់ទាំងទ្វារទៀតអាទ្វារពីក្រៅទ្វារល្អម្ល៉េះហើយវាមានរឿងច្រើនមានរឿងអ្នកខ្លះទៀតមិនហ៊ានទុកខ្មោចម៉ែខ្មោចយាយឆ្អឹងតានៅផ្ទះទេចៅវាខ្លាចហើយអ្នកខ្លះមានជំនឿថាដូចជាចង់ចោតប្រកាន់ថាម៉ែឪឯងនឹងចង្រៃទៅវិញទុកនៅផ្ទះខ្លាចរស់ស៊ីដាក់ម្ល៉េះហើយយកទៅផ្ញើលោកប៉ះចំអាកូនសិស្សខ្លាចខ្មោចលោកដាក់លើបលាំងព្រះហ្នឹងក៏ដោវាបលែងគ្នាប៉ះចុះប៉ះឡើងប្រើអាកូនសិស្សលោកវាថាខ្មោចឆ្លុះគ្នាខ្មោចលងគ្មានទេស្អែកបាត់អស់ទៅនៅទឹកស្រះប្រមូលឯងបោះចូលទឹកស្រះហើយទាំងអស់ហើយទៅលងអញលងស្រះហើយលងស្រះហើយកូននេះអត់ដឹងស្មានតែម៉ែឪទៅស្ដាប់លោកទេសនៅវត្តហើយឥឡូវទៅនៅត្រាំទឹកស្រះអស់លីងកូនសិស្សខ្លាចខ្មោចហើយមិនតែប៉ុណ្ណឹងទៀតអ្នកខ្លះកសាងចិត្តដីនៅវត្តហើយហ្នឹងហងស៊ុយហងសិននៃគេនោះគេថាដើមឈើនៅជួរទៅនេះអត់ត្រូវទុកគេកាប់ចោលកាប់ដើមឈើវត្តអស់ប្រមាណដើមទៀតគេខ្លាចខូចហងស៊ុយគេហើយដល់លោកប៉ះអត់បានទៀតគេត្រូវរៀបចំធ្វើដីវត្តធ្វើផ្លូវធ្វើអីប៉ះមិនបានទេបើអាចដីតែធ្វើឥឡូវគ្រាន់អសល់វាដូនតាមកនេះអូទៅអងវាងវាចាស់វាបាក់បែកលោកត្រូវសម្អាតរៀបចំប្លង់វត្តថ្មីអីអូប៉ះអត់បានទេសិតតែដីដូនចិត្តដីដូនតាគេឆ្លោះជាមួយលោកគេតាមការពិតឲ្យមែនតែនទៅណាញោមដីសម្បត្តិរបស់សង្ឃទេមិនមែនជារបស់បុគ្គលទេហើយចិត្តដីឯកជនមកនៅលើដីសង្ឃនេះតលតែមានកិច្ចយ៉ាងហោចមួយឆ្នាំម្ដងទៅថ្វាយអង្គមលោកដោះកិច្ចយកសាប៊ូឬភេទជ្ជៈឬរបស់អីទៅប្រទានទៅថានេះថ្លៃឈ្នួលមិនមែនជួលទេប៉ុន្តែវិនិយោគកិច្ចកម្មភិរោវិន័យជ្រៅទៅដោយកិច្ចអញ្ចឹងខ្ញុំកណាកសាងចិត្តដីលើដីសង្ឃជាពាក់សម្បត្តិសង្ឃហើយបើដូច្នេះសូមប្រទានរបស់នេះសងអាថ្លៃជាពាក់ហ្នឹងកុំឲ្យជាប់ហើយមិនបានជាសងឯទៅរករឿងលោកថែមទៀតអានឹងហើយដែលវាបាបចឹងបានថាធ្វើនៅវត្តជួនបានបនជួនបានបាបទៅវិញវាជាពាក់លើដីសង្ឃអត់បានសងចឹងបានអាត្មាចូលចិត្តគ្រប់គ្រងឲ្យកសាងនៅដីខ្លួនឯងណាបើសិនជាយើងមានលុយច្រើនធំដុំបន្តិចទិញដីមួយដូចភូមិចឹងដូចភូមិផ្ទះចឹងទិញដីមួយធ្វើចិត្តដីមួយដាំដើមឈើជីកស្រះព័ទ្ធជុំវិញនឹងឲ្យមកលុបទៅឆឹងទៅឆៃទូលបងព័ទ្ធជុំវិញឲ្យស្អាតដូចមហាប្រាសាទនៅឋានសួគ៌ចឹងហ្មងអាហ្នឹងរឹតល្អបើយើងអ្នកមានលុយមានកាក់ណាខ្ញុំតែមិនបាច់ទៅបជ្រៀតឆ្លោះជាមួយលោកធ្វើលើខឿនពហិបបាក់គេហែកឋានអីហើយមួយទៀតក្រសួងធម្មការនិងសាសនាបានណែនាំយូរឆ្នាំហើយថាកុំឲ្យតែដើមធ្វើចិត្តដីមួយម្នាក់នឹងវត្តពីព្រោះមានវត្តខ្លះអាត្មាទៅបញ្ចុះសីមាដើរអត់រួចហែអត់កើតជុំវិញពហិហែអត់កើតពីដើមថាចិត្តដីវាពេញវត្តនៅខឿនពហិគ្រាន់ហែកឋានហែអីឥឡូវឡើងធ្វើនៅខឿនពហិទៀតដល់ជាងពហិហ្មងម្ល៉េះហើយរកផ្លូវហែឡើងបានណាពហិមានតែប្រឡងផ្លូវចូលទេហើយបើគេទៅសុំហើយមិនឲ្យយ៉ាងម៉េចគេថាអីចុះលោកអីចុះគេមិនក៏គេបានចុះខ្ញុំមិនក៏មិនបានមិនខ្ញុំនឹងអ្នកក្រគេនឹងអ្នកមានបើអញ្ចឹងយកម្ដុំនេះទៅចានោះតានោះមកទៀតអីបើគេបានម្ដុំចុះខ្ញុំឧបត្ថម្ភវត្តនឹងរាប់ម៉ឺនដែរខ្ញុំមិនបានឲ្យចង់យកម្ដុំនេះទៅយកឲ្យអស់លីងម្ដងទៅទុកទៅផ្លូវដើរម្ល៉េះហើយតទៅមុខមកវត្តសិតចិត្តដីអញ្ចឹងបានជាក្រសួងធម្មការថាឲ្យរួមគ្នាធ្វើ